សិនបើអ្នកជាអ្នកគ្រប់គ្រងបាល់ទាត់ពិភពលោកឈ្មោះ MetLife Stadium នៅក្នុងរដ្ឋ New Jersey ប្រកាសជាស្ថិតនៅក្នុងក្តីសម័យរបស់អ្នកទីនេះគឺជាទីលានដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃវគ្គផ្ដាច់ព្រាត់ដ៏កក្រាក់នៃព្រឹត្តិការណ៍ដ៏ធំបំផុត FIFA World Cup ឆ្នាំ2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកក្កដាខាងមុខនេះហើយអ្វីបានជាទីលាននេះពិសេស MetLife Stadium មិនត្រឹមជាកីឡាដ្ឋានដែលមានសមត្ថភាពទទួលបានអ្នកទស្សនាច្រើនជាង 82,000 នាក់ប៉ុណ្ណោះទេតែវាជាចំណុចកណ្ដាលនៃការតបជោគរវាងទីក្រុង New York ដ៏មហិមានិងរដ្ឋ New Jersey វាជាកីឡាដ្ឋានទំនើបបំផុតមួយដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលធានាក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់និងក្លាយជាព្រឹត្តិការណ៍ដែលពិភពលោកទាំងមូលមិនអាចបំភ្លេចបានប៉ុន្តែចុះហេតុអ្វីបានជាទីលានល្បីៗផ្សេងទៀតដូចជា A&T Stadium នៅ Texas និង Sophie Stadium នៅរដ្ឋ California មិនត្រូវបានជ្រើសរើសការសម្រេចចិត្តរបស់ FIFA គឺផ្អែកនៅលើកត្តាជាច្រើនរួមមានភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីតាំងសិទ្ធិនគរនិងមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗនិងសមត្ថភាពក្នុងការគ្រប់គ្រងចំនួនអ្នកទស្សនាដ៏ច្រើនផ្នែកគ្នាបើទោះបីទីលានដទៃទៀតមានបច្ចេកវិទ្យាខ្ពស់ក៏ដោយក៏ MetLife Stadium បានឈ្នះដោយសារតែទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់ទៅកាន់ពិភពលោកចំណែកបញ្ហាប្រឈមនៃទីលាននេះគឺការផ្លាស់ប្ដូរពីស្មៅសិប្បនិម្មិតមកជាស្មៅធម្មជាតិដ៏ទំនើបតាមស្តង់ដារ FIFA ដើម្បីផ្ដល់គុណភាពទីលានដ៏ល្អឥតខ្ចោះដល់កីឡាករនៅថ្ងៃទី19ខែកក្កដាឆ្នាំ2026ខាងមុខនេះទីលាននេះនឹងក្លាយជាទីតាំងដែលកំណត់ថាតើក្រុមជម្រើសជាតិណាមួយនឹងលើកពានរង្វាន់ដ៏មានកិត្យានុភាពធំបំផុតមួយនេះតើអ្នកគិតថាក្រុមណានឹងមានឱកាសឈានមកកាន់ទីលាន MetLife Stadium នៅក្នុងវគ្គផ្ដាច់ព្រាត់